សូមស្វាគមន៍សាជាថ្មីមកកាន់វីដេអូរបស់នាងខ្ញុំទស្សនវិជ្ជានៅតាមដងផ្លូវទៅខេត្តកំពង់ចាមនិងត្បូងឃ្មុំរួចរាល់អស់ហើយចែកជូនបងប្អូនថ្ងៃនេះសូមណែនាំអារម្មណ៍បងប្អូនមកទេសនានៅបាយថ្ងៃត្រង់នេះថ្ងៃចូលរោងនៅខេត្តត្បូងឃ្មុំគឺមានតសក់ចៅត្រីចៀននិងសម្លកកូរពិតជាឆ្ងាញ់ខ្លាំងមែនទែនសម្រាប់រំដាប់នៃការចូលរោងសានប្រេនរៀបចំតំណឹបអីផ្សេងហ្នឹងគេធ្វើខ្លួនឯងបងប្អូនគេចាត់លឹកចេកមករួចហើយគេធ្វើបាយសីដែលមានប្រមាណថ្នាក់ហ្នឹងខ្លួនឯងហើយសម្រាប់បាយសីគេគឺខុសពីបាយសីនៅយើងបងប្អូនគេមានក្បូរក្បាច់រចនាច្រើនមែនតើហើយមើលទៅប្លែកហើយខ្ញុំជាចំនួនក្រោយខ្ញុំមិនសូវស្គាល់ដែរហើយបន្តមកទៀតនេះខ្ញុំបានថតនៅទស្សនវិជ្ជាផ្ទះឈើដែលផ្ទះនេះគឺមានចំនួន3ខ្នងបងប្អូនទាំងអស់គ្នាហើយធំខ្លាំងមែនតើហើយផ្ទះនេះគឺគេដាក់ទូគេដាក់សម្លៀកបំពាក់មានទូរទស្សន៍មានរូបថតមានបន្ទប់ទឹកចានេះគឺជាខ្នងចុងក្រោយបងប្អូនខ្នងនេះគឺបន្ទប់ទឹកនៅខាងក្បែរផ្ទះបងប្អូនគេធ្វើបន្ទប់ទឹកនៅខាងលិចផ្ទះអញ្ចឹងហើយនេះខ្ញុំនឹងថតបន្ទប់ទឹកជូនបងប្អូនមើលបន្ទប់ទឹកគេគឺនៅខាងលើផ្ទះតែម្ដងបងប្អូនណាហើយមានភាពងាយស្រួលខ្លាំងមែនតើដែលបន្ទប់ទឹកនេះបន្ទប់ទឹកអង្គុយហើយយើងអាចចាក់ទឹកបានបងប្អូនណាអត់មានទឹកចុចទេគេរៀបក្រោរៀបអីមកស្អាតអញ្ចឹងទៅហើយកន្លែងនេះគឺគេដាក់ចានឆ្នាំងកែវប្រដាប់ប្រដាដែលយើងយកមកសម្រាប់ញ៉ាំអញ្ចឹងហើយគឺគេមានព្រីភ្លើងមានកញ្ចក់មានអីសម្រាប់ឆ្លុះអញ្ចឹងទៅហើយបន្ទាប់មកទៀតបងប្អូនមើលអានៀបគេពិតជាស្អាតណាផ្ទះគេហើយក្តារវិញនឹងអាឡងអាលើបតែម្ដងគេដាក់គេវាយស្លាច់បងប្អូននេះស្អាតខ្លាំងមែនតើបន្ទាប់មកទៀតនេះខ្ញុំណែនាំអារម្មណ៍បងប្អូនមកមើលអំពូលនេះក៏ស្អាតដែរនិយាយទៅជាងគេគឺធ្វើស្អាតមែនតើបងប្អូនគេអត់មានឲ្យឃើញពីដានអីញ៉ៃទេគឺគេដាក់ពីដានខាងលើហ្នឹងអញ្ចឹងទូនេះគឺមានក្បូរក្បាច់រចនាយើងរៀងស្ដាប់តិចខាងនោះនេះចាំតាឲ្យនៅឡើងពីឈរហ្នឹងហើយជាងលោមិនមកមកវិចេតតាស្អែកសរណង្វរង្អេតេនសច្ចវៃចេនហន្តុមេចយមង្គលំអតមង្គេនវន្ទេហាងធម្មញ្ញតុវេធាងវរង្ធម្មយោកលេតោទោសោធម្មោខមតតាំងមមាសុបដិបណ្ណោភគវតោសាវកតាំងខោចុបដិបណ្ណោភគវតោសាវកតាំងខោញាយបដិបណ្ណោភគវតោសាវកតាំងខោសាមីតិបដិបណ្ណោភគវតោសាវកតាំងខោយតិតាំងចតារិពុរិសយុគិនិអាថពុរិសបោកលិយអេតភគវតោសាវកតាំងខោអាហុណៃយោបាហុណៃយោតេខិណៃយោអញ្ជលិករណៃយោ